រឿងមន់និងមន់ខ្មៅនៅក្នុងភូមិមួយឆ្ងាយមានម្ចាស់មន់ប្រកួតម្នាក់ដែលគេចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះគាត់មានមន់ប្រកួតពីរដើមដែលមានសម្រស់ស្អាតនិងមានតម្លៃថ្លៃមន់មួយសម្បូរពណ៌ដូចពន្លឺព្រហ្មាធ្យមខណៈដែលម្ដងទៀតសម្បូរពណ៌ខ្មៅដូចអនដាព្រាតពួកវាមានសម្រស់ខ្ពង់ខ្ពស់ខ្លួនរឹងមាំភ្នែកភ្លឺច្បាស់ដូចធ្មមាសហើយស្នែងវាវដូចអាវុធដែកម្ចាស់មន់ស្រឡាញ់សត្វទាំងពីរនេះដូចកូនរបស់គាត់ឯងគាត់ថែរក្សាអាហារធ្វើស្នែងឲ្យស្អាតហើយហ្វឹកហាត់វារហូតមានកម្លាំងពេលមានការប្រកួតមន់សិននិងមន់ខ្មៅតែងតែឈរជើងស្មើគ្នាប្រកួតដោយចិត្តតបមិនធ្លាប់ចាញ់នរណាទេយ៉ាងច្រើនក៏ស្មើគ្នាពេលមានការប្រកួតធំម្ចាស់វាតែងយកមន់ទាំងពីរទៅប្រកួតនៅទីក្រុងឬភូមិជិតខាងមនុស្សគ្រប់គ្នាសរសើរថាមន់ទាំងពីរនេះពិតជាមានស្មារតីតបនិងស្មោះត្រង់ជាទីបំផុតជាយូរឆ្នាំមន់សិននិងមន់ខ្មៅរស់ជាមួយគ្នាដូចមិត្តជិតស្និទ្ធប៉ុន្តែថ្ងៃមួយម្ចាស់វាត្រូវធ្វើដំណើរចេញទៅទីផ្សារច្រើនថ្ងៃគាត់ទុកមន់ទាំងពីរនៅក្នុងកន្លែងដដែលដោយមានអាហារនិងទឹកគ្រប់គ្រាន់ថ្ងៃមួយនៅពេលល្ងាចខ្យល់អូសត្រជាក់មន់ទាំងពីរមើលគ្នាដោយភ្នែកមិនដូចថ្ងៃធម្មតាស្ទើរតែដូចមានអារម្មណ៍អាល័យនិងប្រឆាំងគ្នាខ្លាំងណាស់មិនយូរប៉ុន្មានវាបើកសត្រូវគ្នាបោះស្លាបបុកស្នែងទម្លាក់គ្នាចូលដីដោយការប្រកួតដែលគ្មានអ្នកសម្របសម្រួលសំឡេងស្លាបប៉ះគ្នាខ្លាំងហើយឈាមក៏ច្របាច់ជាមួយធូលីដីប៉ុន្តែចុងក្រោយមន់ស្ដេចធ្លាប់ស្អាតបំផុតត្រូវប៉ះស្នែងមន់ខ្មៅយ៉ាងខ្លាំងរហូតស្លាប់នៅទីនោះមន់ខ្មៅក៏រងរបួសធ្ងន់មិនអាចឈរជើងបានទៀតតែវានៅរស់វាចូលចិត្តសាកសមិទ្ធរបស់វាដោយភ្នែកស្ងៀមស្ងាត់ដូចសត្វដែលស្គាល់ថាបានបាត់បង់អ្វីធំធេងបំផុតក្នុងជីវិតពេលម្ចាស់ត្រឡប់មកគាត់ឃើញមន់ស្ដេកស្លាប់ហើយមន់ខ្មៅដេកស្ងៀមចិត្តវាមិនសូវមានកម្លាំងគាត់យំទោសហើយនិយាយដោយសំឡេងស្ទើរតែបាក់បែកហេតុអ្វីត្រូវប្រយុទ្ធគ្នានៅពេលដែលអ្នកទាំងពីរជាមិត្តដែលខ្ញុំស្រឡាញ់បំផុតចាប់តាំងពីថ្ងៃនោះមន់ខ្មៅត្រូវបានថែរក្សាឡើងវិញប៉ុន្តែវាមិនដែលចង់ប្រកួតទៀតឡើយវាស្ងៀមស្ងាត់នៅជិតទីដែលមិត្តវាស្លាប់ហាក់ដូចជារងចាំមិត្តវាត្រឡប់មកវិញអត្ថន័យសំខាន់ការប្រយុទ្ធគ្នារវាងមិត្តស្និទ្ធមិននាំអ្វីល្អក្រៅពីការបាត់បង់មិត្តភាពពិតត្រូវស្នាក់ស្នាលនិងស្រឡាញ់គ្នាដូចជាមន់សុខនិងមន់ខ្មៅដែលបានបង្ហាញថាការឈ្នះមិនសំខាន់ជាងមិត្តភាពឡើយរឿងព្រេងខ្មោចមន់នៅក្នុងភូមិដាច់ស្រយាលមួយនៅជីព្រៃជ្រុងភ្នំមានប្រជាប្រិយភាព
ល្បីល្បាញពីម្ចាស់មាន់ប្រកួតឈ្មោះលោកសឿនគាត់ជាមនុស្សសាមញ្ញប៉ុន្តែស្រឡាញ់សត្វជាពិសេសមាន់ប្រកួតក្នុងចំណោមមាន់រាប់សិបដើមដែរគាត់ថែរក្សាមាន2ដើមដែរគេនិយាយថាពិតជាមាន់វល់សមមាន់មួយសម្បុរពណ៌ស្នឹងមួយទៀតសម្បុរពណ៌ខ្មៅពីមាន់សម្មានសម្រស់ស្អាតស្នែងវាវដូចដែកបង្ហាញអារម្មណ៍ដូចសត្វស្មោះមាន់ខ្មៅវិញមានភ្នែកពណ៌ក្រហមស្រមោលដូចភ្លើងក្នុងអំពើអារក្សពួកវាឈ្នះប្រកួតគ្រប់ទីកន្លែងហើយជាប់គ្នាដូចមិត្តជិតស្និទ្ធម៉ែសឿនភរិយារបស់លោកសឿនតែងតែស្រមៃថាមាន់សម្មានអារម្មណ៍ដូចសត្វមានស្មារតីនាងថែមទាំងនិយាយជាមួយវារាល់ថ្ងៃមាន់សិស្សកុំប្រយុទ្ធឲ្យខ្លាំងពេកឲ្យមេត្តាមិត្តខ្មៅផងសើចមាន់ស្ដួយស្ដាប់យល់តែងតែទម្លាក់ស្លាបស្រង់ស្រទាប់ដី3ដងជារូបសញ្ញាតែថ្ងៃមួយពេលលោកសឿនត្រូវធ្វើដំណើរទៅទីផ្សារច្រើនថ្ងៃគាត់ទុកមាន់ទាំងពីរនៅសំបុកដែរតែពេលល្ងាចមួយសូភីកូនស្រីអាយុ12ឆ្នាំបានឮសំឡេងបុកស្លាប់ពីក្រោយផ្ទះនាងយកភ្លើងទៅមើលឃើញមាន់ទាំងពីរកំពុងប្រយុទ្ធគ្នាដោយឈាមហូរច្របាច់សូភីគេចរត់ទៅហៅម៉ែសឿនពេលនាងត្រឡប់មកវិញមាន់សបានដេកស្លាប់នៅចំកណ្ដាលសំបុកខណៈមាន់ខ្មៅឈរចង្អៀតជិតសាកសពភ្នែកវាប្លែកស្ងៀមស្ងាត់ដូចមិនជាអ្វីដែលបានកើតឡើងលោកសឿនត្រឡប់មកពេលព្រឹកបើឃើញសាកសពមាន់សត្រជាក់ដូចថ្មគាត់យំហើយយកវាទៅបញ្ចុះក្រោមដើមស្រក្រោយផ្ទះមុនបញ្ចុះគាត់និយាយថាសូមសម្រាប់អសុខអ្នកជាមាន់ស្មោះត្រង់បំផុតដែលខ្ញុំធ្លាប់មានក្រោយថ្ងៃបញ្ចុះមាន់ខ្មៅឈឺស្ទើរតែមិនញ៉ាំអាហារគេឃើញវាឈរជិតដីបញ្ចុះជារៀងរាល់យប់ប៉ុន្តែបន្ទាប់ពី2យប់កន្លងផុតទៅអ្វីមួយចម្លែកកើតឡើងម៉ែសឿននាងសំឡេងមាន់រងាវពីក្រោយផ្ទះសំឡេងនោះមិនដូចមាន់ធម្មតាវានឹកដូចសំឡេងសត្វជនចិត្តរងវេទនាសូភីកូនស្រីក៏បានឬដែរនាងប្រាប់ម៉ែថាពេលនាងមើលតាមបង្អួចឃើញស្រមោលពណ៌ស្លេកកំពុងដើរលើដីបញ្ចុះសំឡេងស្លាប់ប៉ះគ្នាដូចខ្យល់អូសត្រជាក់បាយ័នអ្នកភូមិជិតខាងក៏ធ្លាប់ឃើញយប់មួយគាត់ដើរឆ្លងផ្លូវក្បែរផ្ទះលោកសឿនហើយសំឡេងឃ្លោកតាមខ្យល់ពេលគាត់បើកភ្លើងមើលគ្មានអ្វីទេតែដីក្រោមដើមស្រល់មានស្នាមជើងសត្វថ្មីយប់ក្រោយមកសំឡេងនោះកាន់តែខ្លាំងមាន់ខ្មៅក៏ចាប់ផ្ដើមរង្វេបនាផងដែរវារងរបួសដោយខ្លួនឯងហាក់ដូចសត្វដែលខ្មោចកាន់កាប់បាយ័ននិយាយថាពេលគាត់ឃើញវាកំពុងប្រយុទ្ធអាកាសដូចប្រយុទ្ធនឹងអ្វីមិនអាចមើលឃើញ10ថ្ងៃបន្ទាប់មាន់ខ្មៅស្លាប់ក្នុងសំបុកដែលមាន់ធ្លាប់ស្លាប់នៅចំពេលដំណាច់ថ្ងៃអ្នកភូមិឬសំឡេងមាន់ពីរងាវលាយគ្នាពេលពន្លឺចាប់ផ្ដើមលេចស្រមោលពណ៌ស្នឹងខ្មៅត្រូវបានឃើញបើកស្លាបហោះចេញពីក្រោយផ្ទះលោកសឿននិងគ្រួសារបោះបង់ផ្ទះនោះទៅរស់ទីផ្សារមនុស្សនៅភូមិនោះតែងនិយាយថារាល់យប់ព្រះច័ន្ទពេញពន្លឺលើដើមស្រល់នោះតែងមានស្រមោលមាន់ពីរលេងវង្វេងជុំវិញគ្នាហើយសំឡេងរងាវស្លេកស្លាំងឆ្លងទៅលើខ្យល់ព្រៃជាមួយសូរស័ព្ទកណ្ដៀងតាមភ្នំសារៈនៃរឿង
មិត្តភាពនិងស្មោះត្រង់អាចលើសសុទ្ធតែសត្វឬមនុស្សពេលអារម្មណ៍នោះជ្រៅពេកក៏អាចក្លាយជាវិញ្ញាណមិនរលុងដែលនៅតែរង់ចាំគ្នានៅក្នុងពន្លឺព្រះច័ន្ទជារៀងរហូត។